ពុកម៉ែបងប្អូនបានដឹងអ្វីខ្លះពីប្រវត្តិសេដ្ឋកិច្ចរបស់ខ្មែរយើងសូមគោរពជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel កំសាន្តជួបជាមួយនឹងនាងខ្ញុំ Judy ហើយនៅថ្ងៃនេះផងដែរនាងខ្ញុំសូមចែករំលែកនៅវីដេអូរបស់ព្រះនាងនរោត្តមចេនណាដែលនៅក្នុងវីដេអូនេះព្រះនាងនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាសារមន្ទីរព្រះស្រីឥសានវរ្ម័នដែលនៅទីនោះមានការដាក់តាំងបង្ហាញពីដំណើរវិវត្តផ្នែកសេដ្ឋកិច្ចនិងរូបិយវត្ថុជាង 2000 ឆ្នាំរបស់កម្ពុជាចាប់តាំងពីការកកើតដំបូងនៃសកម្មភាពដោះដូរពាណិជ្ជកម្មរហូតដល់ប្រព័ន្ធហិរញ្ញវត្ថុសម័យទំនើបសារមន្ទីរព្រះស្រីឥសានវរ្ម័នហៅកាត់សសរគឺជាឃ្លាំងចំណេះដឹងដ៏មានតម្លៃដែលសាធារណជនអាចក្រេបយកចំណេះដឹងក៏ដូចជាជ្រុតជ្រាបអំពីប្រវត្តិសាស្ត្ររបស់ជាតិយើងមិនថាពុកម៉ែបងប្អូនជាអ្នកជំនាញវ័យក្មេងសិស្សនិស្សិតឬគ្រាន់តែចង់ដឹងពីដំណើរវិវត្តនៃសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់កម្ពុជាក្នុងរយៈកាលកន្លងទៅមកទល់ពេលបច្ចុប្បន្ននេះហើយនាងខ្ញុំក៏សូមលើកទឹកចិត្តឲ្យសាធារណជនអញ្ជើញទៅសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនិងដំណើរវឌ្ឍនភាពរបស់សង្គមខ្មែរយើងផងដែរនៅសារមន្ទីរសសរហើយនៅក្នុងនោះនាងខ្ញុំក៏សូមចែករំលែកនៅសកម្មភាពក្រៅឆាកនៃការថតវីដេអូរបស់ព្រះនាងនរោត្តមចេនណាផងដែរមុននឹងទៅកាន់វីដេអូពេញនាងខ្ញុំសូមអនុញ្ញាតពីពុកម៉ែបងប្អូនសូមជួយចុចសញ្ញាជាវនិងបាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ការកម្សាន្តគ្រប់យ៉ាងបើចូលចិត្តកម្សាន្តកុំភ្លេចកម្សាន្តអូខេដើម្បីកុំឲ្យពុកម៉ែបងប្អូនទន្ទឹមរង់ចាំយូរតោះយើងទៅតាមដានទស្សនាវីដេអូពេញទាំងអស់គ្នាសូមគោរពអញ្ជើញពុកម៉ែបងប្អូនធ្លាប់ដឹងអត់ថាពីដើមឡើយខ្មែរយើងចាប់ផ្ដើមផលិតប្រាក់កាសចាយតាមរបៀបណាហើយមុនពេលដែលយើងមានរូបិយវត្ថុតើខ្មែរយើងពីដើមនោះទិញដូរទំនិញតាមរបៀបម៉េចដែរមានរឿងពិសេសៗជាច្រើនដែលយើងជាកូនខ្មែរគួរតែដឹងពីរូបិយវត្ថុរបស់ខ្មែរយើងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសមកនាំពុកម៉ែបងប្អូនដើម្បីមកទស្សនានៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឥសានវរ្ម័នដែលជារបស់ធនាគារជាតិនៃកម្ពុជាដែលពុកម៉ែបងប្អូនតែហៅកាត់ថាសារមន្ទីរសសរដើម្បីមកឆ្វែងយល់បន្ថែមអំពីប្រវត្តិនៃរូបិយវត្ថុនិងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាដែលមានអាយុកាលរហូតដល់ 2000 ឆ្នាំអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ដឹងបន្ថែមថានៅខាងក្នុងមានអ្វីខ្លះចាំទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាពេលដែលចូលមកដល់ភ្លាមពុកម៉ែបងប្អូនគ្រាន់តែបង្ហាញសម្បត្តិដែលបានទិញរួចនៅក្នុងផ្នែកសេវាកម្មក្នុង App ABA Mobile គ្រាន់តែប៉ុណ្្នឹងពុកម៉ែបងប្អូនអាចចូលមើលបានហើយសម្បត្តិមនុស្សធំ 4000 រៀលសម្បត្តិសិស្សនិស្សិតឬកូនក្មេង 2000 រៀលតែប៉ុណ្ណោះពុកម៉ែបងប្អូននៅក្នុងវីដេអូខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនពីរបៀបទិញសម្បត្តិតោះទៅមើលទាំងអស់គ្នាអញ្ចឹងចូលមកដល់កន្លែងទី1នេះគឺជា model Smile Funon ដែលមានការតាំងជាមួយនឹងវត្ថុបុរាណជាច្រើនរួមជាមួយនឹងរូបិយវត្ថុតាំងពីសម័យ Funon រហូតមកបើតាមរបបកំហែងការសំខាន់នៅ model នេះបង្ហាញអំពីអាណាចក្រ Funon និង Chenla ព្រមទាំងទំនាក់ទំនងរវាងកម្ពុជាសម័យបុរាណជាមួយនឹងប្រទេសឆ្ងាយៗផ្សេងទៀតហើយក៏បង្ហាញឲ្យឃើញថាខ្មែរយើងបានប្រើប្រាស់រូបិយវត្ថុតាំងពីសតវត្សទី4នៃគ្រិស្តសករាជមកម្ល៉េះនៅត្រង់នេះមានដាក់តាំងបង្ហាញកាសមាសដ៏ពិសេសមួយដែលរំលឹកដល់ព្រះបាទឥសានវរ្ម័នទី1ឈ្មោះសារមន្ទីរនេះក៏បានដាក់តាមព្រះនាមរបស់ព្រះអង្គថាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឥសានវរ្ម័នបើតាមការសន្និដ្ឋានកាសនេះប្រហែលមិនមែនសម្រាប់ប្រើក្នុងពាណិជ្ជកម្មនោះទេតែអាចថាកាសមាសដៃសម្រាប់រំលឹកដល់ព្រះមហាក្សត្រឬរាជធានីរបស់ព្រះអង្គថ្ងៃនេះយើងបានមើលជាមួយនឹង model Smile Funon ហើយយើងឥឡូវនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅទស្សនាជាមួយនឹង model សម័យអង្គរម្ដងតាមរយៈការសិក្សាស្រាវជ្រាវត្រូវបានបង្ហាញថានៅសម័យអង្គរនេះគឺប្រហែលជាមិនមានការប្រើប្រាស់រូបិយវត្ថុនោះទេហើយគេក៏ប្រើការដោះដូរទំនិញនិងទំនិញជាការជួញដូរប្រចាំថ្ងៃវិញបាននិយាយពីការដោះដូរនោះគឺអាចប្ដូរទៅតាមតំបន់ដោយក្របីមួយក្បាលអាចប្ដូរយកសំពត់សូត្រមួយឬក៏ឆ្នាំងមួយអាចប្ដូរជាមួយជ្រូកមួយក្បាលការដោះដូរនោះអាចប្រែប្រួលទៅតាមតម្រូវការហើយក៏មិនមានភាពទៀងទាត់នោះទេកន្លែងនេះមានសរសេរលម្អិតពីការជួញដូរសម័យអង្គរហើយក៏មានជាវីដេអូឲ្យយើងមើលដូចគ្នាប្រៀបដូចយើងបាននៅក្នុងសម័យអង្គរអញ្ចឹងពុកម៉ែបងប្អូនស្រួលមើលស្រួលយល់
ក្រៅពីមានអស្ថិរភាពនៅក្នុងការដោះដូរទំនិញនិងទំនិញព្រមជាមួយលំហូរចូលនៃរូបិយប័ណ្ណបរទេសជាច្រើនប្រភេទមកដល់សម័យព្រះបាទអង្គឌួងព្រះអង្គក៏បានបង្កើតប្រព័ន្ធរូបិយវត្ថុឡើងវិញដែលបានទិញម៉ាស៊ីនបោះពុម្ពកាសរួចបោះផ្សាយកាសសម្រាប់ប្រើប្រាស់ម៉ាស៊ីនបោះពុម្ពកាសដែលប្រើនៅសម័យនោះហើយក៏នៅមានបន្សល់ទុកមកដល់ឥឡូវនេះដែរបើសិនជាចង់ឃើញផ្ទាល់ពុកម៉ែបងប្អូនអាចទៅមើលនៅសួនច្បារខាងក្រោមនេះបានក្រោយប្រកាសឯករាជ្យព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋព្រះអង្គបានបង្កើតធនាគារជាតិនៃកម្ពុជានិងបានបោះផ្សាយប្រាក់រៀលជាលើកដំបូងនៅឆ្នាំ1955ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយើងមួយវិញទៀតពុកម៉ែបងប្អូនមានដឹងអត់ថាប្រាក់រៀលរបស់យើងដាក់ឈ្មោះតាមអ្វីបើសិនជាពុកម៉ែបងប្អូនដឹងចាំជួយ comment មកម្នាក់មួយមើលណាក្រោយពីបានទស្សនាចប់អស់ហើយពុកម៉ែបងប្អូនអាចលេងហ្គេមលបងប្រាជ្ញាតេស្តការចងចាំនិងចំណេះដឹងអំពីរូបិយប័ណ្ណហើយថែមទាំងអាចថតរូបលេងជាមួយក្រដាសប្រាក់របស់សារមន្ទីរសសរបានទៀតផងណាពុកម៉ែបងប្អូនខ្ញុំបាននាំពុកម៉ែបងប្អូនមកដើរមើលនៅក្នុងសារមន្ទីរសសរនេះបានបញ្ចុំហើយក៏បានស្វែងយល់អំពីប្រវត្តិនៃរូបិយវត្ថុនិងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបានច្រើនគួរសមដែរប៉ុន្តែខ្ញុំពិតជាលើកទឹកចិត្តទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យមកទស្សនានិងស្វែងយល់បន្ថែមដោយខ្លួនឯងនៅសារមន្ទីរសសរផ្ទាល់តែម្ដងព្រោះខ្ញុំក៏ទទួលបាននូវចំណេះដឹងនិងព័ត៌មានពីការមកទស្សនានៅទីនេះដូចគ្នាពុកម៉ែបងប្អូនអាចទិញសំបុត្រសារមន្ទីរសសរបានទៅតាម app AVA Mobile ដែលចូលទៅកាន់ app AVA Mobile ចុចប៊ូតុងសេវាកម្មអូសចុះក្រោមបន្តិចហើយចុចសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីអេសានវរ្ម័នរយៈប្រភេទសម្បត្តិនិងចំនួនសម្បត្តិហើយទូទាត់ប្រាក់តាម ADA បន្ទាប់ពីនោះពុកម៉ែបងប្អូននឹងទទួលបានកូដ QR សម្បត្តិពេលទៅដល់សារមន្ទីរគ្រាន់តែបង្ហាញ QR សម្បត្តិនោះទៅក្រុមការងាររួចពុកម៉ែបងប្អូនអាចចូលទស្សនាបានហើយណាខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមលើកស្ទួយបេតិកភណ្ឌនិងប្រាក់រៀលខ្មែរទាំងអស់គ្នាណាជម្រាបលាអ្នកទាំងអស់គ្នាបាយបាយសូមអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូតាំងពីដើមរហូតដល់នាទីនេះប្រសិនបើពុកម៉ែបងប្អូនពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយឲ្យបេះដូងនិងចុច like share comment នៅវីដេអូខាងក្រោមប្រសិនបើនាងខ្ញុំអធិប្បាយមានចំណុចខុសឆ្គងត្រង់ណានាងខ្ញុំក៏សូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់គាំទ្រនាងខ្ញុំសូមមេត្តាជួយចុចសញ្ញាជាវនិងបាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃសម្រាប់ការកម្សាន្តគ្រប់យ៉ាងបើចូលចិត្តកម្សាន្តកុំភ្លេចកម្សាន្តខណៈពេលនេះនាងខ្ញុំជូឌីសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ